សួស្តីអ្នកទាំងអស់គ្នាជួបជាមួយនឹងខ្ញុំទៀតហើយប៉ុន្តែមុននឹងផ្ដើមរឿងខ្ញុំមានរឿងចង់និយាយខ្លះនេះគឺជា account របស់មិត្តខ្ញុំហើយជួយទៅ follow ម្នាក់មួយផងណាដោយសារតែរឿងខ្ញុំសម្រាយឥឡូវហ្នឹងវាអាចប្រឈមនឹងការបាត់ account អញ្ចឹងហើយបើសិនជាបាត់ខ្ញុំមិនដឹងថាអ្នកទាំងអស់គ្នារក account ខ្ញុំឃើញទៀតអត់ទេព្រោះថាទូរស័ព្ទរបស់ខ្ញុំអត់អាចបង្កើត account ផ្ទួនគ្នាពីរទេអញ្ចឹងហើយបើសិនជា account នេះបាត់ខ្ញុំនឹងបង្កើត account ថ្មីហើយខ្ញុំឲ្យមិត្តភក្តិខ្ញុំ share ដាក់ក្នុងរឿងហ្នឹងហ្មងចឹងហើយកុំឲ្យសន្សាញយូរយើងមកតសាច់រឿងយើងហ្មងទៅចឹងដើមរឿងមកមានផ្លាកមួយបတ်ថាការប៉ះទង្គិចគ្នាម្សិលមិញធ្វើឲ្យកន្លែងអាហារដ្ឋានខ្ទេចខ្ទីអញ្ចឹងហើយពួកគេត្រូវបិទកន្លែងហ្នឹងមួយរយៈដើម្បីជិះចូលពេលហ្នឹងថេឃើញហើយក៏គាត់ថាត្រូវហើយម្សិលមិញពួកគេនាំគ្នាវាយគ្នាឡើងខ្ទេចកន្លែងស៊ីបាយអស់ហើយណាថ្ងៃនេះខ្ញុំបានមកយឺតនៅម៉ោងវិស្វកម្មអាវុធដោយការគិតមែនគាត់ប្រកាសជាស្ដីឲ្យខ្ញុំហើយវាយខ្ញុំមិនខានទេពេលនេះខ្ញុំរួចខ្លួនហើយតែឥឡូវខ្ញុំខកអាហារពេលថ្ងៃបាត់ទៅហើយប្រហែលជាខ្ញុំត្រូវអង្គុយញ៉ាំម្នាក់ឯងទៀតហើយសង្ឃឹមថាខ្ញុំនឹងមិនបានជួបអារោគចិត្តនឹងចុះពេលហ្នឹងខុសពីការគិតមានអ្នកអង្គុយចាំថេហើយក៏និយាយថាថេនៅខាងនេះឯងពិតជាក្លាហានមែនតើឆាំមកអង្គុយកន្លែងនេះមកលោកវីរៈបុរសអរគុណហើយដែលបានសរសើរប៉ុន្តែកុំស្រែកលឺពេកខ្លាចអាប៉ែរិចនឹងលឺតែអាប៉ែហ្នឹងនឹងអត់ដូចជាអត់នៅទេខ្ញុំស្មានតែឯងញ៉ាំហើយរត់ចោលខ្ញុំដូចជាម្សិលមិញទៀតហើយតាឆាប់បាត់មាត់ទៅនេះពួកយើងកំពុងចាំឯងហើយតាពេលហ្នឹងម៉ារ៉ាក៏ហត់ទៅកបួយកអាវរបស់ថេហើយក៏ស្រែកថាអាចោលទៀតឯណាបេប៊ីរបស់អញឆាប់ឲ្យបេប៊ីរបស់អញមកអញវិញភ្លាមពេលហ្នឹងអាប៉ែដែលនៅចិត្តហ្នឹងក៏និយាយថាបានហើយយ៉ាងណាក៏គេយកបេប៊ីរបស់អញទៅជួយជីវិតមនុស្សដែរហើយអាប៉ែដែលនៅចិត្តហ្នឹងក៏និយាយទៀតថាអូអញ្ចឹងវាជារបស់ម៉ារ៉ាទេអញ្ចឹងកុំយំអីចាំពេលខ្ញុំទៅហុងកុងចាំខ្ញុំទិញមួយឲ្យឯងខ្ញុំស្គាល់ឈ្មោះនៅទីផ្សារងងឹតដែរអញ្ចឹងហើយឯងទុកចិត្តគេបានរឿងដែលរកកំភ្លើងឆែកហ្នឹងវាមិនពិបាកប៉ុន្មានទេពេលហ្នឹងថេក៏បាននិយាយថាតែខ្ញុំអត់ស្គាល់ឈ្មោះមួយណាទេអញ្ចឹងហើយខ្ញុំអាចទិញរូបគុំឲ្យឯងក្រោយមួយឆ្នាំពេញបានអត់ពេលឮចឹងភ្លាមម៉ារ៉ាក៏ខឹងហើយឆេះបរាយក៏និយាយថាអីថាម៉េចឯងចង់ទិញរូបគុំឲ្យយើងពេលហ្នឹងថេក៏រត់ទៅពួនក្រោយក្នុងអាប៉ែនោះហើយក៏និយាយថាតែគេអញចូលចិត្តរូបគុំហីវាអីទេចាំខ្ញុំមិនទិញក៏បានអីចឹងការមកមើលនៅពេលល្ងាចពួកគេក៏ចាប់ផ្ដើមហ្វឹកហាត់ជុំគ្នាការហ្វឹកហាត់ជុំគ្នាបានធ្វើឡើងនៅពេលរសៀលអញ្ចឹងហើយពួកយើងបាននាំគ្នាប្រយុទ្ធគ្នាយ៉ាងសកម្មបំផុតថ្ងៃនេះការប្រកួតប្រដាល់ការប្រកួតជូដូនិងការប្រកួតចម្រុះនិងការប្រកួតកេនដូពួកយើងត្រូវប្រយុទ្ធគ្នាហើយពួកយើងត្រូវតែគោរពនៅច្បាប់នៃការប្រកួតតែច្បាប់នៃការប្រកួតនោះគឺមិនសូវតឹងរ៉ឹងពេកទេបើច្បាប់នៅទីនេះមិនសូវតឹងរ៉ឹងអញ្ចឹងហើយពួកគេប្រកាសជាវាយគ្នាតាមទំនឹងចិត្តមិនខានទេមើលចុះពួកគេវាយគ្នាមិនដូចជាការហ្វឹកហាត់ទេពេលហ្នឹងមានអាប៉ែម្នាក់មកដល់ដាក់ដៃលើស្មាថេហើយក៏និយាយថាខ្ញុំពិតជាមិនអាចរងចាំបានទៀតទេខ្ញុំពិតជាចង់វាយពួកវាឲ្យយំទៅរកម៉ែពួកវាវិញណាពេលហ្នឹងថេក៏គិតថាពួកអស់នេះពិតជាចូលចិត្តខំគ្នាមែនមើលចុះពួកគេវាយគ្នាគ្មានបន្ធូរដៃឲ្យគ្នាបន្តិចសោះហើយមើលទៅដូចជាគុំគ្នាតាំងពីជាតិណាមកអញ្ចឹងពីពួកគេវាយគ្នាបន្ធូរដៃបន្តិចទេអីពេលហ្នឹងអាប៉ែនោះក៏បាននិយាយថាមើលចុះគេពិតជាវាយបានល្អមែនតើដាក់តែមួយជង្គង់សោះអាប៉ែមួយនោះក៏បានស្លាប់បាត់ហើយពួកគេមើលទៅពិតជាពូកែហ្វឹកហាត់ខ្លាំងណាស់ខ្ញុំចង់ដឹងណាស់ថាគេរៀនមកពីគ្រូមួយណាពេលហ្នឹងថេក៏គិតថាខ្ញុំសឹងតែមិនជឿថាមនុស្សដែលខ្ញុំគិតថារស់រាយស្លូតបូតម្នាក់នេះបែរជាឈួតនឹងការប្រយុទ្ធទៅវិញនេះតើពួកគេគិតថាការវាយគ្នានេះគឺសប្បាយមែនទេតែយ៉ាងណាក៏ខ្ញុំត្រូវតែហ្វឹកហាត់ដើម្បីការពារជីវិតរបស់ខ្លួនឯងដែររាល់ពេលហ្វឹកហាត់គ្រូបង្វឹកតែងតែមកប្រាប់គ្រប់ចំណុចទាំងអស់សូម្បីតែពួកដែលពិបាកនិយាយគ្នាឥឡូវនេះក៏យកចិត្តទុកដាក់ទៅលើការបង្រៀនរបស់គ្រូបង្វឹកខ្លាំងដែរហើយប្រសិនបើជាមានការប្រយុទ្ធមែននោះគ្រូបង្វឹកម្នាក់ហ្នឹងក៏ប្រកាសជាយកមកបង្រៀនបានដែរទោះបីជាពួកគេជាមនុស្សឈួតដែលចូលចិត្តនឹងការប្រយុទ្ធក៏ដោយតែពួកគេពិតជាមានសមត្ថភាពខ្លាំងណាស់ខ្ញុំមិនយល់សោះហេតុអ្វីបានជាមនុស្សមានទេពកោសល្យបែបនេះបែរជាមកត្រូវនៅទីនេះទៅវិញពេលហ្នឹងក៏មានអ្នកប្រកាសថាគូបន្ទាប់គឺលេខ031និងលេខ108ថៃគាត់ថាហើយត្រៀមផុតដល់វេនខ្ញុំហើយពេលហ្នឹងមានអាប៉ែម្នាក់ក៏និយាយថាកុំដកដង្ហើមធំបែបនេះអីបើសិនជាឯងចង់ចោះចាញ់គ្រាន់តែឯងធ្វើពុតជាដួលទៅគេនឹងបញ្ឈប់ការប្រកួតហើយប៉ុន្តែឯងត្រូវតែព្យាយាមខ្លះទៅក៏អាចវាយគេបានដែរពេលហ្នឹងថេក៏បានឃើញអាអ្នកដែលត្រូវប្រយុទ្ធជាមួយខ្លួនហើយក៏គិតថាមកហើយហើយទឹកមុខគេអីក៏កាយខ្លាំងម្ល៉េះពេលហ្នឹងក៏មានអ្នកស្រែកគាំទ្រថេដែរថាយើងជឿជាក់ថាឯងប្រកាសជាឈ្នះហើយក៏មានអ្នកខ្លះទៀតថាវាយគេទៅបើថេវិញកំពុងគិតថាមើលទៅគេប្រហែលជាមិនខ្លាំងអីណាទេ
យ៉ាងណាក៏ដោយមានមនុស្សនៅលើកទឹកចិត្តខ្ញុំដែរខ្ញុំប្រកាសជាអាចយកឈ្នះគេបានតែទោះបីជាខ្ញុំជឿជាក់លើខ្លួនឯងយ៉ាងណាក៏ដោយក៏របស់ខ្ញុំបានប្រាប់ខ្ញុំថាមនុស្សដែលនៅនឹងមុខខ្ញុំម្នាក់នេះគេប្រកាសជាមានបទពិសោធន៍ក្នុងការប្រយុទ្ធបែបនេះយូរណាស់មកហើយខ្ញុំក៏ជាចាញ់មិនខានទេគ្រាន់តែខ្ញុំមើលមុខរបស់គេខ្ញុំក៏ដឹងដែរថាគេគឺជាអ្នកខ្លាំងបំផុតនៅក្នុងក្រុមតើខ្ញុំអាចយកឈ្នះគេដោយវិធីណាទៅមើលទៅមានតែវិធីមួយទេដែលខ្ញុំអាចធ្វើបានគឺខំប្រឹងវាយគេតាមដល់អ្វីដែលយើងអាចធ្វើបានទៅនៅពេលដែលកម្រិតដៃគេវាយមកខ្ញុំត្រូវតែប្រញាប់ទៅជិតគេបន្ទាប់មកខ្ញុំត្រូវតែថយក្រោយបន្តិចចំពោះអ្នកផ្សេងវិញប្រហែលជាកំពុងតែសើចជាមួយនឹងវិធីសាស្ត្របែបនេះហើយប៉ុន្តែប្រសិនបើជាខ្ញុំធ្វើវាបានល្អវាប្រកាសជាវិធីសាស្ត្រដ៏ល្អមួយសម្រាប់ខ្ញុំដៃគេពិតជាវាយបានរហ័សណាស់យ៉ាងម៉េចហ្នឹងគេវាយខ្ញុំឡើងចង់បាក់ដៃហើយហេតុអ្វីបានជាគេធ្វើមកអញ្ចឹងហើយហេតុអ្វីបានជាដូចជាគុំខ្ញុំតាំងពីពេលណាអញ្ចឹងបើសិនជាខ្ញុំនៅរងគេបែបនេះទៀតខ្ញុំប្រកាសជាត្រូវចូលពេទ្យមិនខានទេមើលទៅវាដល់ពេលដែលខ្ញុំត្រូវតែវាយគេម្ដងហើយបញ្ជាបន្តិចអានឹងមិនដៃថេទេក៏ស្មានថាដៃថេត្រូវគេវាយឡើងដួលបាត់ហើយពេលហ្នឹងក៏បាននិយាយថាការប្រកួតនេះមិនទាន់ចប់ឡើយទេឯងឆាប់ងើបមកវិញភ្លាមមកហើយពេលហ្នឹងថេក៏បានគិតថាបកាញ់វាយរងតែមុខហ្មងអានេះយ៉ាងម៉េចហ្នឹងនេះតែគេចង់វាយខ្ញុំទៀតមែននេះតែគេចង់សម្លាប់ខ្ញុំមែនសំណាងដែរពេលហ្នឹងក៏មានគេប្រកាសឲ្យឈប់ហើយពេលហ្នឹងថេគិតថាអូយសំណាងមែនតើខ្ញុំរស់ហើយពីណាគេក៏បានដែរជួយខ្ញុំផងពេលនេះខ្ញុំឈឺពេញមួយតួខ្លួនហើយកំពុងតែគិតហ្នឹងក៏មានអ្នកស្រែកថាថេឈប់ធ្វើខ្លួនឲ្យជាកូនក្មេងទៀតទៅហើយឆាប់ងើបឲ្យលឿនឡើងមកពេលលើអញ្ចឹងហើយថេក៏បានងើបឡើងហើយក៏គិតថាខ្ញុំពិតជាអត់បានការមែនដែលធ្វើឲ្យក្រុមរបស់ខ្ញុំខ្វះគេខ្លាំងបែបនេះឈូគឺជាអ្នកចុងក្រោយគេដែលត្រូវប្រកួតហើយគេក៏ដូចខ្ញុំដែរគេត្រូវគូប្រកួតវាយឡើងចាស់ដែរតែយ៉ាងណាក៏ដោយគេនៅតែអាចយកឈ្នះការប្រកួតនឹងបានបន្ទាប់ពីអ្នកទាំងអស់គ្នាប្រកួតហើយការហ្វឹកហាត់របស់ពួកយើងក៏ត្រូវបានបញ្ចប់ដែរពេលទៅដល់បន្ទប់វិញថេក៏បាននិយាយថានេះសម្រាប់អ្នកទាំងអស់គ្នាហើយពេលហ្នឹងគ្រប់គ្នាក៏បានសួរទៅថេថាហើយឯងចង់ទៅណាពេលហ្នឹងថេក៏បានឆ្លើយថាគឺខ្ញុំទៅទទួលពិន័យរឿងលើកមុនគឺខ្ញុំប្រើប្រាស់អាវុធផ្ទាល់ខ្លួនដែលគេហាមឃាត់មិនឲ្យយកមកទីនេះពេលហ្នឹងអាប៉ែម្នាក់ទៀតក៏និយាយថាខ្ញុំស្មានតែគ្រូបង្វឹកយើងហៅឯងទៅស្ដីបន្តតាមតាញ់តើពេលហ្នឹងថេក៏បានឆ្លើយថាតើពួកឯងគិតថាគាត់នឹងដោះលែងខ្ញុំតែងាយៗមែនគាត់បានឲ្យខ្ញុំចម្លងសៀវភៅច្បាប់ UNHRDO 10ក្បាលឯណោះហើយត្រូវចម្លងដោយដៃផ្ទាល់ទៀតដោយដៃអញ្ចឹងពួកយើងអាចជួយឯងបានអត់ពេលហ្នឹងថេក៏បាននិយាយថាបើសិនជាគាត់ដឹងថាមានអ្នកណាជួយខ្ញុំគាត់នឹងឲ្យខ្ញុំសរសេរថែម10ដងទៀតហើយចំណែកអ្នកដែលបានជួយខ្ញុំសរសេរនោះក៏ត្រូវចម្លងច្បាប់ចម្លងថែម10ដងទៀតដែរខ្ញុំមិនដឹងថាពេលណាខ្ញុំចម្លងច្បាប់នឹងហើយទេសង្ស័យតែដេកពេទ្យដោយសារចម្លងច្បាប់នឹងហើយមិនដឹងហើយអ្នកនៅខាងក្រោយវិញក៏និយាយថាសំណាងល្អណាស់យើងនឹងចាំគ្រប់គ្រងឯងពីក្រោយការមកមើលនៅពេលដែលនៅបណ្ណាល័យថៃកំពុងតែអង្គុយចម្លងច្បាប់ហើយក៏គិតថាបើពេលនៅខ្ញុំទុកឲ្យម្នាក់នឹងស្លាប់ខ្ញុំប្រហែលជាមិនរងទុក្ខដល់ថ្នាក់នឹងដែរតែតាំងពីរបបខ្ញុំគួរតែរត់ទៅឆ្ងាយជាមួយជេអ៊ីក៏មុនពេលដែលពូឆាំងអ៊ីនមកថ្ងៃនោះវាមិនពិបាកទេក្នុងការស្វែងរកសៀវភៅច្បាប់នោះព្រោះវាបានដាក់តាំងនៅលើធ្នើក្បែរទ្វារប៉ុន្តែអ្វីដែលខុសពីការរំពឹងទុកនោះគឺនេះតែយូរជាស្អីគេហ្នឹងមិនឲ្យខ្ចីតែខ្ញុំអាចចម្លងវាបានដោយរបៀបណាទៅសៀវភៅនេះគឺជាសៀវភៅរបស់អង្គការមិនឲ្យខ្ចីបានទេខ្លាចបែកព័ត៌មានផ្ទៃក្នុងឯងចង់អានវាត្រូវតែយកវាទៅអាននៅបណ្ណាល័យអរគុណអីចឹងពូឆាំងអ៊ីនតើពូចង់ឃុំខ្ញុំឲ្យនៅក្នុងបណ្ណាល័យនឹងមែនទេមិនបានจะឲ្យខ្ញុំចម្លងច្រើនអីក៏ច្រើនយ៉ាងនេះហើយនៅមកហាមមិនឲ្យមានអ្នកណាជួយខ្ញុំអានទៀតប៉ុន្តែខ្ញុំដឹងថាគាត់នឹងមិននិយាយលេងទេនៅពេលដែលគាត់ប្រាប់ខ្ញុំឲ្យចម្លងវា10ច្បាប់នោះខ្ញុំត្រូវតែសរសេរច្បាប់ចម្លង10ច្បាប់បើសិនជាខ្ញុំធ្វើវាឲ្យសរសេរទៅខុសគ្នានោះពេលហ្នឹងថេក៏បាននិយាយចេញមកក្រៅថាបំភ្លេចវាចោលចោះបើសិនជាគាត់ដឹងថាខ្ញុំបោកគាត់នោះគាត់ប្រកាសជាបណ្ដេញខ្ញុំធ្ងន់ជាងនឹងមិនខានទេកំពុងតែសរសេរសោកៗហ្នឹងក៏មានឮសំឡេងមនុស្សម្នាក់និយាយពីក្រោយខ្នងថាមើលទៅឯងដូចជាវេទនាដល់ហើយនេះមើលទៅសភៅច្រើនណាស់ដែលត្រូវសរសេរខ្ញុំគិតថាវាប្រហែលជានៅសល់9ក្បាលទៀតពេលហ្នឹងថេគេភ័យឡើងបេះដូងលុតញាប់មកហើយក៏បានគិតថារីកៅពេលនេះគ្រោះមកដល់ក្រោយខ្នងខ្ញុំហើយពេលនេះសយឲ្យខ្ញុំបើពេលនេះគេយកកបិតមកចាក់ខ្ញុំក៏ខ្ញុំគ្មានកន្លែងគេចដែរបានបើគេចង់សម្លាប់ខ្ញុំហើយខ្ញុំក៏ឲ្យគេសម្លាប់តែម្ដងទៅពេលហ្នឹងរីក៏បានធ្វើអីទេក៏បានអង្គុយហើយក៏និយាយថានៅទីនេះមិនសូវមានសភៅអានទេខ្ញុំគិតថាសៀវភៅដែលនៅក្នុងបន្ទប់របស់ឯងហ្នឹងគួរឲ្យចាប់អារម្មណ៍ជាងហើយក៏មើលថេអត់គ្នាឆ្ងល់បរោយ
ខ្ញុំគិតថាពេលដែលរឿងលើកនោះហើយនៅពេលដែលគេជួបខ្ញុំគេប្រកាសជាសម្រាប់ខ្ញុំមិនខានទេនេះតើខួរគេចូលទឹកមែនហ្នឹងហើយគេភ្លេចថាខ្ញុំជាអ្នកភ្ជុំក្បាលគេហើយមែនកំពុងតែគិតហ្នឹងឬក៏ងាកមកហើយក៏និយាយថាយ៉ាងម៉េចអាចត្រូវការឲ្យខ្ញុំជួយអត់ពេលហ្នឹងថៃក៏គិតថាហើយមិនបានជាធ្វើដូចជាចង់ជួយខ្ញុំណាស់ចឹងតើឯងត្រូវពិនិត្យដោយសារតែឯងប្រើកំភ្លើងខុសច្បាប់អង្គការមែនទេខ្ញុំថាវាមើលទៅដូចជាមិនធ្ងន់ធ្ងរអីណាទេតើវាដោយសារតែឯងជាក្មួយប្រុសរបស់គ្រូបង្វឹកជនមែនទេបានជាគាត់ដាក់ពិន័យអេក្ស្ត្រាយ៉ាងនេះពេលហ្នឹងថៃក៏សួរថាតើលោកចង់ថាពូរបស់ខ្ញុំនឹងស៊ីសនុកមែនខ្ញុំចង់ប្រាប់លោកថាវាជាការពិតដែលខ្ញុំគឺជាក្មួយប្រុសរបស់គ្រូបង្វឹកជនតែខ្ញុំចង់សួរលោកថាលោកមានខ្សែខាងណាដែរមិនបានធ្វើខុសឲ្យគេដាក់ទោសលោកអញ្ចឹងខ្ញុំគ្មានខ្សែគ្មានខ្នងអីទេចំពោះរឿងនេះខ្ញុំគ្រាន់តែគិតថាគ្រូបង្វឹកជនគាត់ស្រឡាញ់ក្មួយគាត់ខ្លាំងប៉ុណ្ណោះចំណែករឿងឯងទទួលទោសអីហ្នឹងខ្ញុំមិនខ្វល់ទេតើពាក្យចចាមអារ៉ាមរវាងពូរបស់ខ្ញុំនិងខ្ញុំវារីករាយសោកសៅដល់ពួកអារ៉ុបដែរមែនទេរឿងហ្នឹងខ្ញុំមិនដឹងទេប៉ុន្តែមានពាក្យចាមអារ៉ាមបាននិយាយថាមានអ្នកក្លាហានម្នាក់ហ៊ានយកកំភ្លើងមកភ្ជុំក្បាលរបស់ខ្ញុំម្នាក់នោះមានឈ្មោះថាចុងថេអ៊ីហើយខ្ញុំឮថាពូរបស់គេទៅតែយកគេមកនៅទីនេះបានតែមួយខែទេពេលហ្នឹងថៃក៏គិតថាអូនេះខួរគេនៅល្អនៅឡើយទេគេមិនតន់ភ្លេចរឿងលើកមុនឡើយទេហេតុអ្វីបានជាគេស្ងប់ស្ងាត់យ៉ាងនេះពេលហ្នឹងរីក៏និយាយទៀតថាហេតុអ្វីបានជាឯងធ្វើមុខបែបហ្នឹងចឹងយ៉ាងម៉េចតើមុខរបស់ខ្ញុំសង្ហាណាស់មែនទេបានជាឯងមើលមិនឈប់បែបនេះពេលហ្នឹងរីកនិយាយទៀតថាអូតើឯងគិតថាខ្ញុំនឹងថតទៅយោបាយកឯងភ្លាមមែនទេនៅពេលដែលខ្ញុំឃើញឯងត្រូវហើយខ្ញុំគិតអញ្ចឹងខ្ញុំអាចធ្វើរឿងហ្នឹងបានមែនប៉ុន្តែពេលនេះខ្ញុំគ្មានអារម្មណ៍ទេវាប្រហែលជាពេលដែលខ្ញុំជួបឯងលើក្រៅហើយមើលទៅនេះតើគេចង់បានន័យថានៅពេលដែលគេចង់ធ្វើវាគេនឹងហក់មកចាប់បំពង់ករបស់ខ្ញុំភ្លាមតាមមែនទេវាអាចជាពេលនេះឬក៏នៅថ្ងៃចុងក្រោយនៃការហ្វឹកហាត់កថាបានតើអារោគចិត្តនេះវានឹងសម្រាប់ខ្ញុំដែរទេនៅក្នុងរយៈពេល2សប្តាហ៍នេះបានហើយពេលនេះបំភ្លេចវាចោលសិនទៅបើសិនជារឿងនឹងកើតឡើងមែនខ្ញុំនឹងនៅចិត្តសមាជិកក្រុមរបស់ខ្ញុំពួកគេប្រហែលជាអាចជួយខ្ញុំបានច្រើនអូត្រូវហើយខ្ញុំនៅមានពូរបស់ខ្ញុំមួយទៀតបើសិនជាខ្ញុំធ្វើអ្វីតាមដែលគាត់ប្រាប់នោះគាត់ប្រកាសជាជួយខ្ញុំមិនខានទេទោះបីជាត្រូវគេហៅថាជាមនុស្សកំសត់ក៏ដោយតែមិនអីទេដើម្បីជាជីវិតនិងសុវត្ថិភាពរបស់ខ្ញុំត្រូវតែធ្វើវាមានរឿងមួយដែលខ្ញុំមិនដឹងតើនៅពេលដែលមានមនុស្សសម្លាប់មនុស្សនៅមុខគ្រូបង្វឹកនោះតើមានរឿងអ្វីកើតឡើងពេលដែលរីកលឺហើយក៏និយាយថាតើឯងមិនបានលឺមេត្រានៅក្នុងច្បាប់សៀវភៅនោះទេមែនទេនៅក្នុងនោះគេរៀបរាប់ឡើងលម្អិតណាស់តែគេមិនបានដាក់ថាមនុស្សសម្លាប់មនុស្សនៅមុខគ្រូបង្វឹកទេតែគេដាក់ថាមនុស្សសម្លាប់មនុស្សនៅក្នុងអង្គការនេះខ្ញុំមិនដែលសម្លាប់នរណាម្នាក់នៅមុខគ្រូបង្វឹកទេអញ្ចឹងហើយខ្ញុំក៏មិនប្រកាសដែរប៉ុន្តែនៅពេលដែលខ្ញុំសម្លាប់គ្រូបង្វឹកនោះខ្ញុំត្រូវបានគេចាប់ឃុំខ្លួនរយៈពេលតែ8ខែតែប៉ុណ្ណោះនេះសូម្បីតែគ្រូបង្វឹកក៏គេសម្លាប់បានដែរបើអញ្ចឹងទោះបីជាខ្ញុំលាក់ខ្លួននៅក្នុងក្រុមរបស់ខ្ញុំទៀតក៏ខ្ញុំមិនអាចរក្សាជីវិតបានដែរបែបនេះចំពោះគេការសម្លាប់ខ្ញុំដូចជាបកជែកអញ្ចឹងត្រូវហើយរឿងការពារម្សិលមិញនេះវាគ្រាន់តែជាការការពារខ្លួនប៉ុណ្ណោះហើយការការពារខ្លួននេះគឺមានន័យថាប្រើប្រាស់កម្លាំងខ្លួនឯងដើម្បីតបតប្រឆាំងនឹងសត្រូវទង្វើដែលប្រឆាំងជាមួយនឹងមនុស្សដែលមានចេតនាអាក្រក់ដើម្បីការពារខ្លួនឯងនិងអ្នកដទៃពេលហ្នឹងថៃក៏សួរថាចុះលោកបង្កើតថាការការពារខ្លួនរបស់លោកម្សិលមិញហ្នឹងវាមិនលើសពេកទេអីដោយដែលអាចបានលឺអញ្ចឹងគេជាអ្នកដែលឲ្យខ្ញុំបាញ់គេខ្លួនឯងតើបើសិនជាខ្ញុំទុកគេប្រកាសជារៀបគម្រោងសម្រាប់ខ្ញុំម្ដងទៀតមិនខានទេពេលហ្នឹងថៃក៏បាននិយាយថាចុះគ្រូបង្វឹកនោះលោកសម្រាប់គេដោយសារតែរឿងហ្នឹងដែរតើមែនទេមែនហើយពេលនោះក៏អញ្ចឹងដែរខ្ញុំប៊ីតែស្លាប់ទៅហើយបើខ្ញុំមិនសម្លាប់គេទេថ្ងៃនោះខ្ញុំប្រកាសជាស្លាប់មិនខានទេបើមានជំរឿខ្ញុំក៏មិនសម្លាប់គេដែរហើយនឹងទេថាពេលហ្នឹងខ្ញុំសោកស្ដាយប៉ុណ្ណានៅពេលដែលខ្ញុំសម្លាប់មនុស្សបែបនេះថៃគាត់ថាហើយបោកទាំងរស់ហ្មងណាបើដូចជាអ្វីដែលគេនិយាយមកនោះបើគេមានហេតុផលគ្រប់គ្រាន់មិនថាអ្នកនោះគឺជាអ្នកណាទេគេក៏សម្លាប់បានដូចគ្នានោះបើអញ្ចឹងទោះបីជាពូខ្ញុំជួយខ្ញុំទេក៏ខ្ញុំមិនអាចគេចពីគេរួចដែរបើអញ្ចឹងមានតែគេកុំឲ្យជួបគេទេទៅជាជំរឿដ៏ល្អបំផុតពេលហ្នឹងថេក៏បាននិយាយថាមិនដឹងជាមករយៈហ្នឹងមិនទេចេះតែជួបសំណាក្រក់រហូតខ្ញុំឮពួកគេនិយាយថាចុងជេគឺជាមនុស្សដែលសំណាងជាងគេលើពិភពលោកតែហេតុអ្វីបានជាឯងមិនមានសំណាងដូចជាបងប្រុសរបស់ឯងអញ្ចឹងពេលហ្នឹងថេក៏បានឆ្លើយថាមិនមែនឲ្យតែបងប្អូនបង្កើតពួកយើងនឹងមានសំណាងដូចគ្នានោះទេគឺមានតែខ្ញុំទេដែលជួបសំណាងអាក្រក់បែបនេះនោះមើលតែពេលហ្នឹងទៅដឹងហើយខ្ញុំថាលោកគួរតែសប្បាយចិត្តទៅដែលខ្ញុំមិនមែនជាបងប្រុសរបស់ខ្ញុំនោះបើមិនអញ្ចឹងទេលោកច្បាស់ជាមានរឿងធំខានទេអូបើអញ្ចឹងជាសំណាងខ្ញុំហើយអញ្ចឹងដែលឯងមិនមែនជាបងរបស់ឯងតែថ្ងៃនេះឯងមិនចាំបាច់ភ័យទេដោយសារខ្ញុំគ្មានអារម្មណ៍ចង់សម្លាប់មនុស្សនោះទេខ្ញុំប្រកាសជាសប្បាយចិត្តមិនខានទេបើសិនបើជាលោកគ្មានអារម្មណ៍ចង់សម្លាប់ខ្ញុំក្នុងរយៈពេល2សប្តាហ៍នោះរឿងហ្នឹងខ្ញុំមិនប្រកាសទេដោយសារតែខ្ញុំជាមនុស្សដែលមានអារម្មណ៍ប្រែប្រួលមិនទៀងទាត់ទេខ្ញុំមិនហ៊ានសន្យារឿងហ្នឹងទេ
គេនិយាយថាគេមិនអាចគ្រប់គ្រងអារម្មណ៍របស់គេបានទេអញ្ចឹងខ្ញុំមានវិធីមួយពេលហ្នឹងថេក៏បាននិយាយទៅរិចថាអូត្រូវហើយមិញហ្នឹងលោកនិយាយថាលោកអាចជួយខ្ញុំបានតើមែនទេបើសិនជាឯងចង់ឲ្យខ្ញុំជួយខ្ញុំអាចជួយឯងបានរឿងចម្លងប៉ុណ្ណឹងវាស្រួលរៀបបកចេញអញ្ចឹងតែលោកគ្រូជនប្រកាសជាដឹងហើយថាមានគេជួយឯងនោះដោយសារអក្សររបស់ពួកយើងគឺខុសគ្នាមិនអីទេឲ្យតែខ្ញុំសរសេរវាបានដល់ក្បាលទៅគឺបានហើយជួយចម្លងខ្ញុំមកក្បាលមកបានចាំខ្ញុំជួយឯងចម្លងចុះពេលហ្នឹងថេក៏បានគិតទៅដល់សម្ដីពូឆាំងអ៊ិនថាបើសិនជាឯងឲ្យអ្នកណាជួយចម្លងគេដែលចម្លងឲ្យឯងនោះក៏ប្រកាសជានឹងត្រូវចម្លងដល់ក្បាលដែរពេលហ្នឹងថេសើចហើយក៏គិតថាទោះបីជាខ្ញុំត្រូវចម្លងដល់ក្បាលទៀតក៏ដោយខ្ញុំក៏ត្រូវឲ្យគេចម្លងវាដល់ក្បាលដែរលោកត្រូវតែរងទុក្ខជាមួយខ្ញុំដូចនេះវានឹងកាត់បន្ថយការជួបគ្នាដោយចៃដន្យរវាងយើងទាំងពីរបានខ្លះកាន់មកមើលនៅពេលដែលថេត្រឡប់មកបន្ទប់វិញថេបាននិយាយថាអាយអស់កម្លាំងខ្លាំងណាស់ពេលនេះខ្ញុំដឹងហើយហេតុអ្វីបានជាមើលរួមក្រុមរបស់ខ្ញុំគេខំប្រឹងហ្វឹកហាត់ខ្លាំងម្ល៉េះនៅមុនពេលការហ្វឹកហាត់រួមគ្នាមកដល់នៅពេលហ្វឹកហាត់ខ្ញុំត្រូវប្រយុទ្ធជាមួយនឹងពួកអរ៉ុបពួកនោះមានកម្លាំងខ្លាំងណាស់ទម្រាំតែចប់ការហ្វឹកហាត់ខ្ញុំអស់កម្លាំងស្ទើរតែស្លាប់ទៅហើយពេលបញ្ចប់ការហ្វឹកហាត់ទៅចម្លងសៀវភៅនោះបន្តទៀតចុងក្រោយខ្ញុំក៏ត្រូវមកឃើញទឹកមុខដ៏ក្រៀមក្រំរបស់ម៉ារ៉ានៅក្នុងបន្ទប់ទៀតកុំភ័យពេកអីម៉ារ៉ាចាំពេលខ្ញុំសន្សំលុយបានចាំខ្ញុំទិញអាថ្មីឲ្យឯងតែពេលនេះខ្ញុំគ្មានលុយ100ទេពេលហ្នឹងម៉ារ៉ាក៏ដើរមកហើយក៏និយាយថាណែមានគេផ្ញើសារឲ្យឯងណាគេអ្នកផ្ញើមកពេលហ្នឹងម៉ារ៉ាក៏ឆ្លើយថាលេខ114ហើយពីណាគេអីក៏ទំនេរម៉ែផ្ញើសារមកខ្ញុំហ្នឹងម៉ារ៉ាបោះទូរស័ព្ទទៅឲ្យថេហើយក៏និយាយថាឯងនិយាយរកស្អីហ្នឹងឆាប់មើលវាទៅគេផ្ញើឲ្យឯងហើយ114បន្ទប់នោះនៅណានៅជាន់ក្រោមដីមែនទេហើយនៅក្នុងបន្ទប់នោះមានអីកន្លែងនោះគឺជាកន្លែងគ្រូបង្វឹកនិងមន្ត្រីរដ្ឋបាលស្នាក់នៅតាបន្ទប់លេខ114ជាន់ក្រោមក៏បានប៉ុន្តែថេក៏ស្រែកថាកន្លែងនោះគឺជាកន្លែងដែលស៊ីនលូស្នាក់នៅតើពេលហ្នឹងម៉ារ៉ាក៏និយាយថាត្រូវហើយមិនក៏ឯងទុកភ្ញាក់ផ្អើលសបើមមកហាត្រូវហើយប្រកាសជាស៊ីនលូអ្នកផ្ញើមកហើយច្បាស់ជាស៊ីនលូមិនខានទេមានតែគេម្នាក់ទេដែលបារម្ភពីខ្ញុំនោះខ្ញុំមិនទាន់បានប្រាប់គេនៅឡើយទេថាខ្ញុំមិនអាចទៅជួបគេបានទេនៅចុងសប្តាហ៍នេះខ្ញុំគួរតែទៅប្រាប់គេថាខ្ញុំមិនអាចទៅបានទេនៅពេលនេះខ្ញុំនឹងទៅប្រាប់ស៊ីនលូពេលហ្នឹងម៉ារ៉ាក៏សួរថាស៊ីនលូខ្ញុំថាពេលនេះគេប្រហែលជាមិននៅការិយាល័យរបស់គេទេពេលហ្នឹងថេក៏និយាយថាតែខ្ញុំទៅបន្ទប់របស់គេតាក្នុងកំឡុងពេលហ្វឹកហាត់រួមគ្នាគេមិនឲ្យយើងចុះទៅជាន់ទី1ក្រោមដីបាននោះទេព្រោះថាយើងមិនត្រូវបានអនុញ្ញាតឲ្យមានទំនាក់ទំនងជាមួយនឹងគ្រូបង្វឹកទេហើយឯងក៏ដឹងដែរថាបន្ទប់របស់មន្ត្រីរដ្ឋបាលក៏នៅទីនោះដែរទៅឲ្យខ្ញុំភ្លេចរឿងនឹងឲ្យឆឹងហើយម៉ារ៉ាក៏បានសួរថាតើឯងមិនដឹងរឿងហ្នឹងទេមែនទេប៉ុន្តែគ្រាន់តែគាត់ថាបានជួបគេខ្ញុំក៏នឹកគេភ្លាមហ្មងយ៉ាងណាក៏ដោយក៏ខ្ញុំត្រូវតែទៅទោះជាមិនបានប្រាប់គេក៏ខ្ញុំបានជួបមុខគេបន្តិចដែរពេលនេះខ្ញុំនឹងឡើងចដើរជើងឲ្យស្ងាត់អញ្ចឹងហើយគ្មាននរណាចាប់ខ្ញុំបានទេអធិស្ឋានផងណាគ្នាយើងចំពោះសម្លេងដែលពិបាកស្ដាប់ដោយសារឥឡូវខ្ញុំឈឺកទៀតហើយលើកនេះឈឺខ្លាំងជាងលើកមុនទៀតចឹងហើយមើលដល់ក្តីរីករាយណាបាយបាយ